តើជីវិតរបស់យើងគ្រប់គ្នាគឺជាសមរភូមិប្រយុទ្ធដែលគ្មានទីបញ្ចប់ពិតមែនដែរឬទេមុននឹងមានវត្តមានរបស់យើងនៅក្នុងថ្ងៃនេះគឺយើងបានយកឈ្នះការប្រយុទ្ធរាប់លានដងមកហើយរាប់ចាប់តាំងពីពេលដែលយើងចាប់កំណើតយើងបានយកឈ្នះមេជីវិតរាប់លានផ្សេងទៀតទើបមានវត្តមានរបស់យើងក្នុងពេលឥឡូវនេះជាការពិតមិនអាចប្រកែកបានថាជីវិតរបស់មនុស្សយើងគ្រប់គ្នាគឺជាសមរភូមិប្រយុទ្ធដែលគ្មានទីបញ្ចប់ហើយមនុស្សសត្វគ្រប់គ្នានៅលើផែនដីនេះនឹងត្រូវធ្វើបែបនេះពេញមួយឆាកជីវិតតែម្ដងគឺយើងត្រូវប្រយុទ្ធនៅក្នុងសមរភូមិមួយនេះជាបន្តបន្ទាប់រាប់ចាប់តាំងពីការប្រយុទ្ធជាមួយអ្នកដទៃរួមទាំងការប្រយុទ្ធជាមួយខ្លួនឯងផងដែរជីវិតមួយនេះមិនបានចាប់ផ្ដើមឡើងដោយភាពងាយស្រួលនោះទេរាប់ចាប់តាំងពីវិនាទីដំបូងដែលយើងចាប់កំណើតមកម្លេះយើងប្រយុទ្ធជាមួយអ្នកដទៃដើម្បីការពារពីការឈ្លានពានដើម្បីសិទ្ធិក្នុងការរស់រានដើម្បីបង្ហាញថាខ្លួនយើងមានតម្លៃនិងដើម្បីស្វែងរកសេចក្តីសុខនៅក្នុងពិភពលោកដែលគ្មានយុត្តិធម៌មួយនេះហើយយើងក៏ត្រូវធ្វើការប្រយុទ្ធជាមួយសង្គ្រាមដែលមើលមិនឃើញមួយទៀតដែលជាសង្គ្រាមពិបាកយកឈ្នះបំផុតគឺធ្វើសង្គ្រាមប្រយុទ្ធជាមួយខ្លួនឯងដើម្បីការពារខ្លួនឯងពីការឈឺចាប់និងរបួសផ្លូវចិត្តផ្សេងៗរាល់ពេលដែលយើងលូតលាស់ចម្រើនវ័យគ្រប់វិនាទីគឺយើងតែងតែឆ្លងកាត់នៅការប្រយុទ្ធបែបនេះជារៀងរាល់ថ្ងៃតាមពិតទៅជីវិតរបស់មនុស្សយើងគ្រប់គ្នាគឺកំពុងតែស្ថិតនៅក្នុងសមរភូមិប្រយុទ្ធយ៉ាងក្តៅកគុកគ្រាន់តែយើងមិនបានដឹងខ្លួនតែប៉ុណ្ណោះប៉ុន្តែមានការពិតមួយដែលយើងគួរតែស្វែងយល់គឺជីវិតមិនមែនបង្ខំឲ្យយើងត្រូវតែយកឈ្នះគ្រប់សមរភូមិប្រយុទ្ធនោះទេពេលខ្លះវាគ្រាន់តែបង្រៀនឲ្យយើងរឹងមាំអត់ធ្មត់ភ្ញាក់រលឹកនិងយល់ចិត្តរបស់អ្នកដទៃកាន់តែច្បាស់ជីវិតបង្កើតយើងមកមិនមែនឲ្យយើងធ្វើជាអ្នកប្រយុទ្ធដើម្បីយកឈ្នះរហូតនោះទេគឺជីវិតបង្កើតយើងមកដើម្បីឲ្យយើងរៀនរស់នៅក្នុងសមរភូមិប្រយុទ្ធទាំងអស់នោះដោយមិនឲ្យបាត់បង់ភាពជាមនុស្សតែប៉ុណ្ណោះជីវិតមិនមែនជាការប្រយុទ្ធដើម្បីបំផ្លាញអ្នកដទៃហើយរស់រានតែឯងបាននោះទេប៉ុន្តែជីវិតគឺជាការប្រយុទ្ធដើម្បីស្វែងរកភាពរីកចម្រើនទាំងអស់គ្នាការយកឈ្នះអ្នកដទៃដោយការបំផ្លាញគេនឹងនាំមកនូវគំនុំគុំខួនសងសឹកដែលមិនចេះចប់មិនចេះហើយផ្ទុយមកវិញបើយើងអាចយកឈ្នះអ្នកដទៃតាមរយៈចិត្តរបស់ពួកគេគឺនឹងនាំមកនូវសន្តិភាពនិងការរីកចម្រើនទាំងសងខាងការយកឈ្នះចិត្តរបស់អ្នកដទៃមិនលំបាកដូចជាការយកឈ្នះចិត្តរបស់ខ្លួនយើងនោះទេហើយវាជារឿងដែលមនុស្សភាគច្រើនមើលរំលងព្រោះតែផ្ដោតលើអ្នកដទៃខ្លាំងពេកមនុស្សភាគច្រើនតែងតែចង់យកឈ្នះអ្នកដទៃព្រោះគិតថាវាគឺជារឿងដែលអស្ចារ្យជារឿងដែលគួរឲ្យមានមោទនភាពដែលអាចបង្ហាញថាខ្លួនគេគឺអស្ចារ្យជាងអ្នកដទៃប៉ុន្តែអ្វីៗវាមិនមែនដូចជាការគិតរបស់គាត់នោះទេភាពអស្ចារ្យនិងមោទនភាពរបស់យើងគឺជាអ្នកបោកបញ្ឆោតខ្លួនរបស់យើងមុនគេបើយើងរវល់តែឆ្លក់វង្វេងជាមួយនឹងវាយើងអាចនឹងចាញ់នៅក្នុងសមរភូមិប្រយុទ្ធមួយនេះប្រៀបដូចជាលោកមេទ័ពចៅអ៊ីនៅក្នុងរឿងសាមកុកនគរទាំង3គាត់តែងតែចាញ់អ្នកដទៃព្រោះមិនអាចគ្រប់គ្រងខ្លួនឯងបានដូច្នេះមុននឹងយកឈ្នះអ្នកដទៃបានយើងក៏បីគួរតែយកឈ្នះចិត្តរបស់ខ្លួនឯងឲ្យបានសិនសរុបមកវិញជីវិតរបស់យើងគឺជាការប្រយុទ្ធធ្វើសង្គ្រាមគ្មានទីបញ្ចប់ហើយការប្រយុទ្ធដែលលំបាកយកឈ្នះបំផុតគឺមិនមែនប្រយុទ្ធជាមួយអ្នកដទៃប៉ុន្តែគឺប្រយុទ្ធជាមួយខ្លួនឯងជាចុងក្រោយកុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍សម្រាប់បងប្អូនថ្មីៗដែលមិនទាន់បាន follow page Facebook និង subscribe channel YouTube ខ្ញុំទេបងប្អូនអាចចុច follow page Facebook និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីៗដែលជាចំណេះដឹងបន្តទៀត